ទឹកទី1ចាប់ផ្ដើមបង្គោលក្រហមគឺ Clinton បាទអ្នកប្រដាល់របស់ប្រទេសអូស្ត្រាលីជាមួយនឹង Amarin Bhuthong អ្នកប្រដាល់របស់កម្ពុជាឥឡូវនេះបាទដំណឹងចេញមកហើយបាទគឺថាបើសន្លប់ទឹកណាក៏ដោយឡានគឺជារបស់ Amarin Bhuthong តែបើវាយមិនសន្លប់ទេបាទគឺ Amarin Bhuthong ប្រកួតជាមួយលនបញ្ញាវាយយោឡានបាទនៅក្នុងគ្រាប្រកួតពេលក្រោយទៀតដែល James Burke នឹងផ្ដល់ជូនឥឡូវនេះ Clinton ចូលវាយយកតែម្ដងបាទបរោះវ័យ40ឆ្នាំប្រកួតជាមួយនឹងយុវជនវ័យ20ឆ្នាំបាទទត់លើពី Amarin គាត់ក្រោយមកវិញ Clinton ជ្រោកទៅមុខបន្តិច Amarin ដូចជាមិនញញើតទេបាទប៉ះអ្នកបាទអ្នកបដាល់ដែលមានកម្ពស់បែបនេះគឺមិនពិបាកសម្រាប់ Amarin ទេបើគាត់អាចចាប់បានឥឡូវយើងចាំមើលសំខាន់បច្ចេកទេសទេបាទសំខាន់បច្ចេកទេសទេសិតតែជួបអ្នកថ្មីដូចគ្នាបាទមិនមែនជួបគ្នាលើកទី2ទី3ឯណាលើកដំបូងដូចគ្នាយល់បាត់គាត់វិញពី Clinton Amarin បាទដៃវែងជើងវែងគឺរក្សាកម្រិតបញ្ចង់នៅក្បែរប្រមាណនេះគាត់ក្រោមបាត់លើសងចាក់ជង្គង់សាយមួយពី Amarin ចាក់មួយទៀតពី Amarin អូចាស់ឆ្វេងគាត់ក្រោម Clinton មិនយឺតទេបាទទោះចូលជង្គង់យ៉ាងណាក៏មិនយឺតដែរចូលបាត់គឺ Amarin បោះជង្គង់គាត់ពុះកាយពី Amarin គាត់ក្រោម Clinton ដើរចូលទាត់វិញបាទរែកឆ្វេងClinton ដើរចូលទាត់មើលទៅមានដកក្រអាញរបស់ Clinton មិនយឺតនឹងចង្វាក់វាយរបស់យុវជន Amarin Bhuthong ទេ Amarin Bhuthong បាទខ្ពស់ល្អទាត់ក្រោមមួយសិនបោះឆ្វេងពី Amarin មិនបញ្ហាសម្រាប់ Clinton នៅតែទាត់ក្រោមរឿយដកថយបន្តិចបាទពេលដែលប៉ះសំណើមនឹងពីសវៀនធាក់មួយជើងរបស់ Amarin 1នាទីចុងក្រោយនៅក្នុងទឹកទី1ទុតមួយជើងក្រោមពី Amarin បាទទុតលើបាំងប្រាស់ជាប់ធាក់មកជើងកងស្បាអូហូយ Clinton គិតតែបន្តិចទេបាទគិតតែបន្តិចទេ Amarin សម្លឹងក្រោមមិនមើលលើឲ្យគូប្រកួតរបស់ខ្លួននឹងតែខ្លួនចង់វាយនៅទីណាទេយ៉ាឆ្វេងពី Amarin Bhuthong ទេផ្លាសេមកឆ្វេងតិច Clinton បាទម្ចាស់ខ្សែក្រវ៉ាត់មួយប្រចាំប្រទេសអូស្ត្រាលី WBF ទត់បញ្ច្រាស់ជើងគ្នាទត់ថែមពី Amarin Clinton ទត់សងវិញបានពីជើងទត់សងវិញបានពីជើងដែរធាក់ចេញឱកាសរបស់ Amarin បញ្ឆោតលើទត់ក្រោមបាទថយទៅធាក់មកជើងចូលចាំដងកបាត់ទត់ជើងក្រោមប្រងចូលទៅតែ Amarin ដកថយលើកដៃបាំងឃុំដល់ចូលទៅពី Clinton ទៅលើ Amarin បាទដេផ្លាសេមកឆ្វេងមើលទៅស៊ូគ្នាបានចប់ទឹកទី1ហើយបាទយើងធ្វើដំណើរមកដល់ទឹកទី2នៅក្នុងការដណ្ដើមខ្សែក្រវ៉ាត់ Best of Best បាទហើយក៏ជាឱកាសនៅក្នុងការដណ្ដើមឡានរបស់ Amarin Bhuthong ដែរបាទ Clinton បង្គោលក្រហម Amarin Bhuthong បង្គោលខៀវបាទការប្រកួតចូលដល់ទឹកទី2ចាំមើលបាទអូយកែឆ្វេងរបស់ Amarin ធ្វើឲ្យ Clinton អុកគូដួលតែម្ដងអញ្ញាកណ្ដាលចាប់លើមកភ្លាម Clinton ប្រាប់ថាមិនអីទេទាត់ក្រោមពី Clinton ទុតមកជើងវិញពី Amarin បាទចលោដៃ Amarin ទាត់ផ្លូវលុយសុំផ្លាប់បាទធាក់មកជើងទៀតបាត់ឃុំបានជាប់គិតមកជួយបន្តិចធាក់ជួយទុតមកជើងវិញបាទវាយដៃម្ដងពី Amarin Clinton ចលោទៅ Amarin ទាត់កាត់ឲ្យដកថយបន្តិច Clinton មិនងាយហ៊ានចូលទេបាទបើចូលព្រោះគាត់ចូលពីជង្គង់ខ្សែមុនការទឹកទី1បាទតែចូលមកគឺថា Amarin អាចនឹងលើកជង្គង់ខ្ទាស់ទាត់ជើងក្រោមពី Amarin Clinton ព្រៀបប្រេបាទអត់ហ៊ានទេទាត់ក្រោមទៀតពី Amarin Clinton ទាត់ក្រោមបាត់លើម្ដងបាត់លើបាទពេញបាទតែម្ដងបាទ Clinton យីច្បងតិចដល់ចូលម្ដងទៀតមកឆ្វេងលើកជើងប្រងធាក់បាទស្បែកទាត់ក្រោមពី Amarin បាត់លើពីដៃដល់ពី Clinton បាទមិនអីទេ Amarin នៅឈរបានដែរចលោលើទាត់ក្រោមឡូ Clinton ស្លឹងលើទាត់ក្រោមដែរស្លឹងលើមិនខ្ចីមើលក្រោមទេបាទមួយទាត់មួយធាក់ Clinton ដល់ចូលគៀកទៅហ៊ានចាប់អត់ឥឡូវហ៊ានចាប់អត់បាទបើចាប់នឹងកន្លោមើលបងឲ្យតែហ៊ានចាប់នឹងកន្លោមើលទាត់ក្រោមពី Amarin បាទបាត់លើនោះแล้วក៏ហោបមុខ Clinton ដែរហើយទាត់
ក្រោមពីអាមេរិនសក់លើវិញបានពីជើងឲ្យក៏ដួលខ្លួនឯងបាទ Clinton ទៅលើអាមេរិនពូថង1នាទីចុងក្រោយនៅក្នុងទឹកទី2ឱកាសរបស់អ្នកទាំងពីរក្នុងការដណ្ដើមខ្សែក្រវ៉ាត់ Best of Best អូយបោះឆ្វេងស្អាតណាស់បាត់ស្ដាប់ថែមទៀតពីអាមេរិនពូថង Clinton ទាត់កាត់ដោះខ្លួនថយអាមេរិនលោតចូលគុតកែគេផុតពូកែកាប់ចេញតាមចេញទៅហើយអាមេរិនចាប់តាមសារ៉ាកំភ្លើងក្លែងរបស់ខ្លួនមកហើយបាទកែរបស់អាមេរិនពូថង2ដងនេះធ្វើឲ្យ Clinton គេផុតតែនឹងស្រាវខ្លួនទៅហើយបាត់ស្ដាប់របស់អាមេរិនបាទទុតស្ដាប់របស់អាមេរិនបាទនៅតែចូលបានកុំឲ្យកបួយបានណាកុំឲ្យកបួយបាន Clinton គិតមែនតើហើយបាទគិតយកមករួចខ្លួនបាទគិតយកមកឆ្ងាយតែម្ដងពូបាទពូជួបក្មួយពូអីអើយកែឆ្វេងចោលទៅផ្ទុកពូកែមួយទៀតរបស់អាមេរិក Clinton គិតតាក់ប្លឹកចុកសក់ឲ្យបាទប្លឹករបស់ Clinton មិនដឹងទៅឯណាដែរបាទបាត់មកកែមកពុបបែបនេះស៊ូបានចប់ទឹកទី2ហើយចប់ទឹកទី2ទឹកទី3បង្គោលក្រហម Clinton របស់អូស្ត្រាលីបង្គោលខៀវអាមេរិនពូថងរបស់កម្ពុជាបាទជំនួបប្រកួតដណ្ដើមខ្សែក្រវ៉ាត់ Best of Best 75 គីឡូក្រាមចលោតត់ក្រោមទត់ប្រច្រាស់គ្នា Clinton មើលទៅគឺដៃរបស់គាត់ដូចស្អាតជាងជើងក៏ប៉ុន្តែមើលអាមេរិនពូថងមកជើងទឹកដៃទឹកជើងគឺស្អាតទាំងលើទាំងក្រោមណាបើមិននិយាយពីបច្ចេកទេសទាត់ក្រោមយូទាញកោបបែរមកជង្គង់មើលបាទ Clinton ថយផុតទាត់មកជើងផ្ទប់គ្នាសុំផ្លុំប៉ះត្រឡប់ផងបាទដូចជាមិនអីទេបាទឲ្យអាមេរិនបាទមកខាងបង្គោលសខាងនេះបន្តិចដើម្បីគាត់ពិនិត្យមើលបាទពួកការទាត់ទុកពីបែបនេះដូចជា I think the whole head down បាទ Tell me when you're ready ហួលបាទបើថាចំណងអត់របូតទេបាទ Careful okay ចំណងអត់របូតទេគាត់ថារៀងហួលតិចហើយអាជ្ញាកណ្ដាលក៏បានណែនាំទៅដល់អាមេរិកបាទថាឲ្យប្រយ័ត្នបន្តិចបាទព្រោះធម្មតាការប្រដាល់បាទជួនកាលវាយើងចាំគេចាំយើងកុំឲ្យតែមានចេតនាបាទតែនេះអត់អីទេគឺជាការទាត់ទៅវិញទៅមកបញ្ច្រាស់គ្នាមិនអីទេបាទ Clinton សម្រួលមកធម្មតាវិញហើយអញ្ចឹងបន្តការប្រកួតបាទនេះជាការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ Best of Best បាទគុណខ្មែរ Super Fight 1 2 3 ទឹកក្រោមរបស់អាមេរិកហើយក៏ធាក់ទៀតតាមម៉ាត់របស់ Clinton គាត់កោពីរដៃរបស់ Clinton 1 2ទៀតឲ្យចូលទឹកស្រុតហើយ Clinton ប្រើដៃធ្វើឲ្យអាមេរិកទៅទឹកស្រុតវាយកែកាត់ Clinton ចូលវាយបន្តព្រោះដឹងថាមុខរបស់អាមេរិករៀងស្រកបន្តិចហើយបាទចាប់តែម្ដងអូអត់បានទេបាទដៃរបស់ Clinton នេះលឿនមែនបាទបើអាមេរិកប្រហែលនោះគឺច្បាស់ជាពិបាកក៏ប៉ុន្តែអាមេរិកហាក់ដូចជាដឹងថាមិនអីទេបាទគ្រប់គ្រងស្ថានភាពនេះបាទទាត់ក្រោមយើយធាក់លើវិញម្ដងពីអាមេរិកធាក់លើល្អណាស់បាទអាមេរិកពូថងគ្រប់គ្រងស្ថានភាពនេះបាទបាត់ដងខ្លួនទាត់ជើងក្រោមបាក់ទីទួលឡើយហើយបាទអាមេរិកស្លឹងលើតិចអាក្រោមបាត់លើវិញក្រោមបាត់លើហើយបាទតែអត់អីទេបើចុះ Clinton គាត់ព្រាយាមជាស្រ័យពុតកែឆ្វេងចន្លោជង្គង់បោះកែពីអាមេរិកពូថង Clinton ដូចជាក្បាច់បន្តិចក៏មិនដែលចូលបាត់ចូលទួតតាមដំណើរអាមេរិកបោះជង្គង់ឲ្យបាត់ចេញទៅលើដងខ្លួនច្របោះរៀងហោជាបន្តិចផងពី Clinton បាទក្រោយពេលដែលត្រូវចូលពេញដែរពីអាមេរិកពូថងទាត់ក្រោម Clinton ចូលទាត់វិញកែងគួរមួយពីអាមេរិកបាទចលោឆ្វេងយាយគុំទាត់ក្រោមឥឡូវក្រោមក៏ជ្រាយលើក៏ទាត់ដែរបាទដែលអាមេរិកអាចធ្វើឲ្យ Clinton បាទបាត់បង់ស្មារតីនៅពេលណាដែលគាត់អាចបានវាយពេញបានតែ Clinton ព្យាយាមណាស់រក្សាចំហមិនឲ្យអាមេរិកដឹងទេបាត់កែងមួយទៅហើយធាក់មកជើងស្ដាប់ទៅហើយអូបាយពីរបួសហើយបាទពីរបួសហើយ Clinton បន្ទាប់ពីច្បោះឥឡូវឆ្ងាស់ម្ដងបាទរបួសពីកន្លែងនៅពេលដែលកែងរបស់អាមេរិកបានសម្រុកទៅលើអ្នកប្រដាល់អូស្ត្រាលី
ជើងឯងខ្សែក្រវ៉ាត់របស់ប្រទេសអូស្ត្រាលីអាចយកកណ្ដាលមើលស្ថានភាពរបួសគិតថាមិនអីទេក៏ឲ្យបន្តការប្រកួតនៅជើងទឹកទី3មកជើងទៀតបាទអូយបាទជើងដល់ពេញរបស់អាមេរិកចុះទឹក3ទឹកទី4មកដល់ហើយក្នុងការប្រកួតដណ្ដើមខ្សែក្រវ៉ាត់គុណខ្មែរ Best of Best គុណខ្មែរ Super Fight បាទរវាងអេអាមេរិនពូថងជាមួយនឹងម្ចាស់ខ្សែក្រវ៉ាត់ជាមួយនឹងម្ចាស់ផ្ទះ Clinton មិនញញើតទេបាទមុននេះប៉ែតបានមកពិនិត្យប៉ែតឲ្យវាយបន្តប៉ុន្តែឈាមបានចាប់ដើមហូរធ្លាក់មកហើយនៅដើមទឹកទី4នេះបាទអាមេរិនមិនញញើតនៅក្នុងការវាយសម្រាប់បន្ថែមទេទៅលើ Clinton តែរឆ្វេងClinton ដើរចូលយកដៃទល់ទាត់ក្រោមយកដៃទល់ទាត់ក្រោមអាជ្ញាកណ្ដាលសូមពិនិត្យមើលបន្តិចអាជ្ញាកណ្ដាលសូមពិនិត្យមើលមុខរបួសរបស់ Clinton បន្តិចបាទលោកគ្រូពេទ្យមុននេះនៅពេលដែលសម្រាប់ទឹកទី3គាត់ថាវាយបានអាជ្ញាកណ្ដាលគាត់ថាវាយបានក៏ប៉ុន្តែនៅចូលដើមទឹកទី4នេះស្នាមរបួសដូចជាកាន់តែធំទៅបាទមាននៅលើថ្ងាសផងមានចេញពីចំបោះមកផងតាមរយៈការប្រើកាយរបស់អេអាមេរិកពូថងបាទអូយមិនមែន2កន្លែងទេបាទគឺ3កន្លែងហើយបងប្អូនហើយបាទ3កន្លែងដែលនេះគឺជាអ្វីដែលអេអាមេរិកពូថងបើសិនជាពេទ្យបញ្ឈប់ឡានย็នស្មើនឹងបានទៅលើអាមេរិកពូថងបាទពេទ្យបញ្ឈប់ឬមិនបញ្ឈប់ចាំមើលការសម្រេចចិត្តរបស់លោកគ្រូពេទ្យបន្តិចសិនចាំមើលការសម្រេចចិត្តរបស់គ្រូពេទ្យបន្តិចសិនបាទឃើញថារបួសនេះធំមែនតើបាទនៅលើកញ្ចក់ឆ្វេងលោកគ្រូពេទ្យកំពុងតែសួរថា Clinton អាចវាយបានទេសួរអារម្មណ៍របស់ Clinton ថាអាចវាយបានបើ Clinton ថាអាចវាយបានគ្រូពេទ្យឲ្យវាយបន្តទៀតបាទគ្រូពេទ្យឲ្យវាយបន្តតែបើមានរបួសថែមយ៉ាងណានោះឱកាសរបស់អាមេរិកបាទ Clinton ចូលសម្រាប់ចុងក្រោយនេះរអិលដួលបន្តិចឈាមហូរកាត់ភ្នែកធ្វើឲ្យ Clinton ពិបាកបើកភ្នែកឥឡូវនេះអាមេរិកពូថងសារ៉េមើលមុខនៅឆ្វេងហើយក៏បាត់សងវិញបាត់សងដែរបាត់ថែមពូកាយថែមតាមឲ្យឈាមស្រោចពេញខ្លួនតែ Clinton ដើរចូលបាត់ក្នុងនាមជាម្ចាស់ផ្ទះបាត់ទៅមកបាទឈាមនេះក៏ហូរច្រើនមែនទេបាទច្រើនជាងដែលមើលមេឃាប្រកួតជាមួយដៃគូរបស់ខ្លួនទៀតផងបាទទាត់ក្រោមពីអាមេរិកទៅឆ្វេងបាទអ្នកទាំងពីរត្រកូលពូថងបាទគឺថាមកនៅគឺផ្ដល់នៅអនុស្សាវរីយ៍ច្រើនគ្នាណាស់ដល់គូប្រកួតរបស់ខ្លួនធាក់មកជើងស្ដាំរបស់មេឃា Clinton បាទមិនទៅហ៊ានចូលប្រហែលទេដោយសារតែរំខាននៅពេលដែលមានរបួសបាទហូរលោហិតកាត់មុខច្រើនពេក Clinton បានទៅសម្លឹងមើលមេឃាតែអាមេរិកនឹងធ្វើអ្វីណាបាទបើដៃអត់ផុតគប់មួយកាយទៀតបាំងជាប់គប់បាក់ដៃទៀតទឹកមកជើងតែទៀតរបស់អាមេរិកតាម